ព្រឹកនេះពួកខ្ញុំនឹងរត់ទៅមើលថ្ងៃរះនៅអង្គរវត្ត Let's go យូបានទៅលេងស៊ីមរៀបម្ដងចង់ទៅមើលថ្ងៃរះប៉ុន្តែចង់បដូរបរិយាកាសអត់ចង់ជិះប៉ាសអេបទេចឹងក៏នាំគ្នាសម្រេចចិត្តរត់ទៅមើលថ្ងៃរះតែម្ដងទៅលើកទី1រត់ទៅមើលថ្ងៃរះចង់ដឹងថាខ្ញុំរត់ទៅប្រហែលម៉ោងហើយប្រហែលគីឡូតោះទៅមើលទាំងអស់គ្នាគីឡូទី1គីឡូទី3 4 គីឡូទី5គីឡូទី6គីឡូទី7គីឡូទី8គីឡូទី8ឥឡូវយើងរត់បាន8គីឡូហើយយើងមកដល់អង្គរវត្តហ្មងហើយយើងបានទៅថ្ងៃនេះតែថ្ងៃនេះវាអត់សូវស្អាតទេវាអត់ពេញល្អដល់គីឡូទី8គឺជារយៈចម្ងាយមួយដែលយើងអាចរត់មកដល់ប្រាសាទអង្គរវត្តហើយយើងក៏បានឃើញថ្ងៃរះដែរប៉ុន្តែដូចខ្ញុំបាននិយាយចឹងមើលថ្ងៃរះថ្ងៃហ្នឹងវាអត់សូវពេញមេឃរៀងសតុំហើយចឹងទៅថ្ងៃរះអត់សូវឃើញស្អាតប្រហែលទេចឹងហើយពួកខ្ញុំក៏សម្រេចចិត្តរត់ទៅបន្តទៀតគីឡូទី9គីឡូទី9គឺយើងជែកនៅក្នុងបាក់ខែងតែម្ដងបាទឥឡូវយើងទៅមុខទៀតគីឡូទី10យើងមកដល់ខ្លោងទ្វារតលេអូម៉ៃអញ្ចឹងយើងរត់10គីឡូប៉ុន្តែខ្ញុំគិតថាខ្ញុំចង់រត់បន្ថែម5គីឡូទៀតដល់បាយ័នហ្មងដល់បាយ័ន Let's go អូខេសៀមរាបមានឋានសុនកាលខ្ញុំប្រនិពន្ធការបានដំបងដូចចិត្តពុំរួចលួញកិនគេងសូដល់ទី11យ៉ាគីឡូទី11នេះតែយើងអត់ទាន់ទៅដល់បាយ័នទេតែយើងតិចទៀតទៅដល់ហើយខ្ញុំបំផាប់ហើយមកសាក់បាយ័នហើយចាំមកដល់សាក់បាយ័នយើងបាន6គីឡូចិត្ត43គីឡូទី12គីឡូគឺយើងឆ្វែងបាយ័នចិត្តបានប្រជុំចូល12គីឡូទី13អត់ហើយតែអាចទៅរួចទៀត12គីឡូទៀតទេគីឡូទី14 1គីឡូទៀតចប់ហើយស៊ូស៊ូគីឡូទី15យ៉ាគឺជាទី1សម្រាប់ខ្ញុំប៉ុន្តែខ្ញុំរត់ឆ្ងាយបំផុត15គីឡូហើយចឹងសម្រាប់ការរត់របស់ខ្ញុំគឺរយៈចម្ងាយ15គីឡូហើយចំណាយពេល1ម៉ោង44នាទីបន្ទាប់ពីពួកយើងបានរត់ហើយក៏នាំគ្នាមករត់ទិញអីញ៉ាំហើយនឹងកាហ្វេសម្រាប់ខ្ញុំអត់ចេះញ៉ាំកាហ្វេទេគឺគ្រួសាររបស់ខ្ញុំគាត់ញ៉ាំកាហ្វេសម្រាប់ខ្ញុំគឺបានតែទឹកសុទ្ធទេអត់ចេះកាហ្វេខ្ញុំញ៉ាំកាហ្វេសុទ្ធនេះមិនកាហ្វេពី15គីឡូហើយយើងមិនអាចរត់ទៅកន្លែងគេ